Santiago Mesa Lopez ដែលគេស្គាល់ថាជាអ្នកធ្វើស៊ុប The Shopmaker គឺជាសមាជិកក្នុងក្រុមតែមួយដ៏សាហាវបំផុតនៅប្រទេសមិចស៊ិកគាត់មានតួនាទីតែមួយគត់ដែលជាការងារដ៏រន្ធត់ដែលជាការងារមួយដែលមានឈ្មោះថាបំផ្លាញសាកសពជនរងគ្រោះការងាររបស់គាត់គឺដាក់សាកសពចូលក្នុងដំណើរការដែលមិនអាចនឹកស្មានបានដើម្បីឲ្យសាកសពទាំងនោះលែងមាននៅលើពិភពលោកគាត់មានឧស្សាហកម្មធំមួយដែលមានឈ្មោះថា Santiago នឹងរៀបចំសារធាតុគីមីដ៏សាហាវមួយបញ្ចូលទឹកនិងសារធាតុគីមីអ្វីមួយយ៉ាងបន្ទាប់មកគាត់នឹងដាក់សាកសពដើម្បីឲ្យរលាយសាកសពទាំងមូលនោះវាជាដំណើរការដ៏សាហាវនិងគ្មានមនុស្សធម៌តតែសោះដែលអាចបំផ្លាញផុសតាងក៏ដូចជាសកម្មភាពសម្រាប់មនុស្សជាច្រើនរបស់ក្រុមតែម្ដងនៅពេលដែលក្រុមកាតាំងកំពុងបន្តសង្គ្រាមឈាមខ្មៅនឹងគូប្រជែងនៅលើផ្ទៃដី Santiago គឺជាបុរសដែលស្ថិតក្នុងលំបងងឹតដោយកំពុងចំអិនសាកសពដែលយើងហៅថារំលាយសាកសពនេះបំលែងគូក្បាលមនុស្សឲ្យក្លាយជាស៊ុបដែលមិនអាចស្គាល់មុខរបស់ជនរងគ្រោះឡើយគាត់បាននិយាយថាជាមធ្យមគាត់បានបំផ្លាញសាកសព30ទៅ50នាក់ក្នុងមួយខែពេលខ្លះការរលាយចំណាយពេលត្រឹមតែ 2-3 ម៉ោងប៉ុណ្ណោះតែក៏មានលក្ខខណ្ឌខ្លះឬការរហូតដល់មួយថ្ងៃដោយអាស្រ័យលើសាកសពរបស់មនុស្សសរុបមកគេជឿថាគាត់បានបំផ្លាញសាកសពមនុស្សលើសពី 1000 នាក់ក្នុងអំឡុងគាត់បម្រើការងារជាអ្នកចម្អិនស៊ុបនោះហើយគាត់ទទួលបានប្រាក់ខែត្រឹមតែ$600ប៉ុណ្ណោះនៅក្នុងមួយសប្តាហ៍សម្រាប់ការងារដ៏គ្មានមនុស្សធម៌បែបនេះនៅពេលដែលគាត់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ2009គាត់បានទទួលនឹងសារភាពដោយគ្មានអារម្មណ៍ឈឺចាប់បន្តិចសោះការចាប់ខ្លួនរបស់គាត់បានធ្វើឲ្យប្រជាជនទាំងមូលនៃផ្ទៃប្រទេសមិចស៊ិកទាំងអស់មានការភ្ញាក់ផ្អើលអំពីការងារដ៏អាក្រក់និងគ្មានមនុស្សធម៌បែបនេះគ្រួសារនៃជនរងគ្រោះជាច្រើនកំពុងតែស្រាវជ្រាវរកសាកសពដែលជនរងគ្រោះនៅពេលសង្គ្រាមនោះយកមកបូជាប៉ុន្តែសាកសពភាគច្រើនត្រូវបានរលាយដោយ Santiago Mesa Lopez នេះបាត់ទៅហើយ